បំណុលគ្រោះថ្នាក់ដូចនេះទៅដែលយើងហៅថាបំណុលគ្រោះថ្នាក់ការពិតទៅបំណុលមិនមែនសុទ្ធតែអាក្រក់ទេបំណុលខ្លះជួយឲ្យយើងរីកចម្រើននៅក្នុងអាជីវកម្មហើយបំណុលខ្លះទៀតនឹងអាចទាញយើងធ្លាក់ទៅក្នុងគ្រោះថ្នាក់គឺអាស្រ័យទៅលើការប្រើប្រាស់របស់អ្នកប៉ុណ្ណោះនៅពេលដែលអ្នកខ្ចីលុយដែលយើងហៅថាបំណុលនេះណាយកមកប្រើប្រាស់បានត្រឹមត្រូវដូចជាការបើកមុខរបររកស៊ីយកទៅបន្តការសិក្សាយកទៅវិនិយោគដែលទទួលបានផលចំណេញយកវិញនោះមានន័យថាយើងកំពុងតែប្រើប្រាស់បំណុលបានត្រឹមត្រូវប្រសិនបើលោកអ្នកយកបំណុលទាំងអស់នោះទៅចាយវាយដោយមិនទទួលបានផលប្រយោជន៍ត្រឡប់មកវិញដូចជាការលេងល្បែងស៊ីសងចាយវាយកំសាន្តឥតប្រយោជន៍ឬមួយក៏យកទៅទិញសម្ភារៈនិយមទាំងអស់នោះគឺសុទ្ធសឹងតែផ្ដល់ឲ្យលោកអ្នកនូវផលអាក្រក់និងអាចទាញអ្នកធ្លាក់ទៅក្នុងបំណុលនិងផ្ដល់គ្រោះថ្នាក់ផងដែរហើយករណីនេះបានជះឥទ្ធិពលអាក្រក់ទៅដល់បុគ្គលខ្លួនឯងគ្រួសារមិត្តភ័ក្តិហើយដោយសារតែបញ្ហាបំណុលនេះក៏អាចនាំឲ្យអ្នករងសម្ពាធផ្នែកលុយកាក់សម្ពាធផ្លូវចិត្តជានេះទៅទៀតនៅក្នុងគ្រួសារក៏អាចឈានដល់មានការប្រាអំពើហិង្សាក៏ជាចំនួនតូចធំនិងឈានដល់ការបាត់បង់អាយុជីវិតជាដើមហើយដើម្បីជួយការពារអ្នកកុំឲ្យធ្លាក់ទៅក្នុងបំណុលអាក្រក់នាំឲ្យគ្រោះថ្នាក់លោកអ្នកត្រូវតែមានគោលការណ៍សម្រាប់ខ្លួនឯងនិងគ្រួសារទី1អ្នកត្រូវប្រុងប្រយ័ត្នចំពោះការចំណាយទាំងឡាយណាដែលមិនចាំបាច់ដូចជាការកំសាន្តនិងសម្ភារៈនិយមជាពិសេសអ្នកត្រូវប្រើបំណុលដើម្បីបង្កើតចំណូលនិងកាត់បន្ថយចំណាយមិនចាំបាច់ដែលអាចធ្វើទៅបានទី2អ្នកត្រូវតែរៀបចំផែនការគ្រប់គ្រងបំណុលឲ្យបានល្អអ្នកត្រូវតែរៀបចំចំណូលចំណាយរួមទាំងដកសន្សំសម្រាប់កញ្ចប់ហានិភ័យម្យ៉ាងវិញទៀតអ្នកត្រូវច្បាស់លាស់ពីគោលបំណងដែលអ្នកខ្ចីលុយទាំងនោះយកមកប្រើប្រាស់ក្នុងគោលបំណងណាមួយឲ្យបានត្រឹមត្រូវចំណុចទី3គឺជាចំណុចសំខាន់នោះគឺកុំលេងល្បែងស៊ីសងដាច់ខាតមិនថាល្បែងស៊ីសងប្រភេទណាតូចឬធំនោះទេអ្នកត្រូវតែជៀសវាងដាច់ខាតកុំសាកល្បងលេងឲ្យសោះបំណុលមិនមែនសុទ្ធតែអាក្រក់នោះទេប៉ុន្តែបំណុលដែលកើតចេញពីការចាយវាយមិនត្រឹមត្រូវឬជាពិសេសការលេងល្បែងស៊ីសងអាចនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់អ្នកក្រុមគ្រួសារក៏ដូចជាសង្គមជាតិផងដែរលោកអ្នកត្រូវតែប្រុងប្រយ័ត្នក្នុងការចំណាយរៀបចំផែនការគ្រប់គ្រងបំណុលឲ្យបានល្អនិងជាពិសេសកុំលេងល្បែងស៊ីសងឲ្យសោះចងចាំថាការគ្រប់គ្រងលុយកាក់ប្រកបដោយទំនួលខុសត្រូវគឺជាគ្រឹះដែលសំខាន់សម្រាប់ជីវិតជោគជ័យនិងសុភមង្គលនៅក្នុងគ្រួសារ